Hello everyone. Okay, so video mới đến cứ chia video đại xeអំពីការប្រើប្រាស់នៅ comment របស់ Linux ដែលជា basic comment មួយចំនួនទូចអញ្ចឹងនៅខាងឆ្វេងដៃខ្ញុំហ្នឹងគឺខ្ញុំកំពុងតែ run Linux នៅលើ Ubuntu server មួយអញ្ចឹង comment ដំបូងគេគឺ who am I សូថា what current user will login ហើយទី2គឺ hostname យើងកំពុងចូលលើ host អ្វីទី3 df.h អាហ្នឹងសូថាតើយើងមាន usage អីគេខ្លះមានប្រើប៉ុន្មានសើប៉ុន្មាន free ប៉ុន្មានហើយមួយទៀតគឺ free.h ដែលហ្នឹងគឺសូទៅលើ memory usage របស់យើងហើយនឹងចុងក្រោយគេក្នុង slide ហ្នឹងគឺ top ដែល top ហ្នឹងគឺជា monitor running process តោះឥឡូវយើងចូលទៅ slide ទី2គឺ navigation and file operation អញ្ចឹងនៅក្នុង navigation file operation យើង start ដំបូងជាមួយនឹង pwd អញ្ចឹងអាហ្នឹងសូថាតើយើងកំពុងតែចូលលើ directory អីគេចូលនៅទីតាំងណាទី2គឺ ls ហ្នឹងបានន័យថា lead directory របស់យើងមាន lead directory អីគេខ្លះអញ្ចឹងដូចខ្ញុំបានបង្កើត2រួចហើយគឺខ្ញុំដាក់ឈ្មោះ folder 1 folder 2ហើយបន្តមកទៀតគឺការប្រើប្រាស់ cd ហ្នឹងយើង change directory មានន័យថាឥឡូវខ្ញុំចូលនៅលើ home អញ្ចឹងខ្ញុំចង់ចូលទៅលើ folder 1អញ្ចឹងយើង save folder 1អញ្ចឹងឥឡូវខ្ញុំចូលបានជោគជ័យអញ្ចឹងយើងតមក comment បន្ទាប់គឺ cd.dot ហ្នឹងគឺទុកសម្រាប់ប្រើប្រាស់នៅពេលដែលយើងចង់ go up to another directory so ឥឡូវខ្ញុំធុញហើយខ្ញុំចង់ចេញពី folder 1ខ្ញុំគ្រាន់តែ cd.dot ទៅ enter yes ហើយបន្តមកទៀតគឺ cd slash ហ្នឹងគឺយើងប្រើសម្រាប់ go to root user អញ្ចឹងពេលយើងចុច cd slash អញ្ចឹងទៅយើងនឹងចូលទៅដល់ root user ហ្មងហើយនៅពេលដែលយើងចង់ចេញមកវិញយើងគ្រាន់តែចុច cd វិញមកយើងចេញមកខាងក្រៅ root user យើងវិញអញ្ចឹងតមក comment បន្តទៀតគឺ type file name អញ្ចឹង type ហ្នឹងយើងប្រើដើម្បីទៅ add លើ file name ណាមួយអញ្ចឹងដើម្បី add បានឥឡូវយើងចូលទៅក្នុង folder ណាមួយសិនអញ្ចឹងខ្ញុំ cd ទៅខ្ញុំ cd ចូល folder 1ដែលជា directory របស់ខ្ញុំមួយហើយនៅក្នុង folder 1ហ្នឹងខ្ញុំប្រើប្រាស់ type ហើយខ្ញុំដាក់ឈ្មោះ file name ខ្ញុំថា linux.ksk.tt អូខេអញ្ចឹងបន្ទាប់ពី enter ទៅខ្ញុំបង្កើតបានមួយហើយយើងចង់ឆែកយើងវាយ ls ទៅយើងឃើញ linux.ksk ហ្មងហើយឥឡូវយើងចូល comment បន្ទាប់ទៀតអញ្ចឹងនៅពេលយើងមាន file ហើយយើងចង់បញ្ចូលតន័យចូលទៅក្នុងនឹងបញ្ចូល content ចូលទៅក្នុងនឹងអញ្ចឹងយើងប្រើ comment បន្ទាប់គឺ echo ដើម្បីប្រើប្រាស់វាបានយើងគ្រាន់ say echo and then យើងទៅ say content ដែលយើងចង់ say so ខ្ញុំ say how are you and ខ្ញុំដាក់ឈ្មោះ file ដែលខ្ញុំចង់បញ្ចូល how are you នឹងទៅអញ្ចឹងគឺ file របស់យើង linux.ksk.tt ខ្ញុំចាប់ខ្ញុំ enter មកខាងក្រោមប៉ុន្តែខ្ញុំចង់ទៅ say content នឹងចូលបន្ថែមទៀតអញ្ចឹងខ្ញុំគ្រាន់តែទៅ say echo ដែលហ្នឹងហើយខ្ញុំទៅ say ពាក្យថា I'm fine thanks and then ខ្ញុំប្រើប្រាស់ file name ដដែលគឺ linux.tt នៅខាងក្រោមហ្នឹងបន្ទាប់ពីខ្ញុំប្រើ file name ហើយខ្ញុំ enter អូខេឥឡូវខ្ញុំមានពាក្យពីរហើយគឺ how are you and I'm fine thanks គឺខ្ញុំចង់ដឹងពាក្យដែលខ្ញុំ say មិញហ្នឹងវាបានចូលទៅក្នុង file TT ខ្ញុំអត់អញ្ចឹងយើងប្រើ comment បន្ទាប់គឺ cat ហើយយើងគ្រាន់តែ say cat មកហើយយើងដាក់ឈ្មោះ file របស់យើងគឺ linux.ksk.tt ហ្នឹងគឺ how are you I'm fine thanks yes ឥឡូវខ្ញុំចង់បន្តទៅ comment បន្តទៀតខ្ញុំមាន line 2ដែលខ្ញុំ say នៅក្នុងហ្នឹងហើយខ្ញុំមានអញ្ចឹងខ្ញុំចង់ copy line ហ្នឹងទៅឲ្យ file ផ្សេងទៀតដែលខ្ញុំអត់ទាន់មានទេ file ហ្នឹងអញ្ចឹងយើងប្រើ comment មួយទៀតដែល comment ហ្នឹងគឺ comment cp source destination អញ្ចឹងខ្ញុំគ្រាន់តែ say cp មកហើយខ្ញុំដាក់ file របស់ខ្ញុំគឺ linux.ksk.tt អញ្ចឹងខ្ញុំចង់ copy content ចេញពី linux.ksk.tt ហ្នឹងទៅកាន់ file មួយទៀតអញ្ចឹងខ្ញុំបង្កើត file មួយទៀតអញ្ចឹងខ្ញុំដាក់ឈ្មោះថា linuxlover.tt ហើយយើងបញ្ចប់យើង enter មួយមកអូខេអញ្ចឹងឥឡូវខ្ញុំបាន copy content ជោគជ័យហើយ so យើងទៅឆែកមើលទាំងអស់គ្នាថាតើ content ដែលខ្ញុំបាន copy មិញហ្នឹងវាបានចូលអត់អញ្ចឹងខ្ញុំឆែកខ្ញុំប្រើ comment ចាំដែរគឺ cat linuxlover.tt yes ឥឡូវខ្ញុំទោះបានតន័យចាស់របស់ខ្ញុំគឺ how you I'm fine thanks ដែល ហ្នឹងគឺខ្ញុំសេខុសទៀតមិញអញ្ចឹងយើងជោគជ័យ 100% ទៅលើការ copy content ហ្នឹងអញ្ចឹងយើងទៅ comment បន្តទៀតគឺ comment rm មកពីពាក្យថា remove so ឥឡូវខ្ញុំចង់ remove file linuxlover.tt វិញខ្ញុំ say rm linuxlover.tt អូខេឥឡូវយើង ls មើលថាតើ file ហ្នឹង delete នៅ so នៅក្នុង folder 1បាន delete ជោគជ័យមកទៀតខ្ញុំចុច control L ស្មើនឹង clear ហើយយើងតទៅ comment បន្ទាប់ដែល comment ហ្នឹងគឺ comment mkdir making directory គឺការបង្កើតទៅលើ directory ថ្មីនៅក្នុងហ្នឹងមកខ្ញុំមាន folder 1 2ហើយឥឡូវខ្ញុំបង្កើត folder 3ខ្ញុំ enter មកខ្ញុំនឹងទទួលបាន folder 3អញ្ចឹង folder 3ហ្នឹងខ្ញុំបង្កើតវានៅក្នុង folder 1ដល់ពេលយើង ls ទៅយើងឃើញថាមាន folder 3នៅក្នុង folder 1ហើយនៅក្នុង folder 1ហ្នឹងយើងមាន linux.ksk.tt ដែលយើងបានបង្កើតរួមប៉ុន្តែចេះដោយសារយើងបង្កើត folder ផងយើងបង្កើត file ផងពេញ linux របស់យើងហ្មងឥឡូវចុះបើសិនយើងចង់ទៅ delete វិញយើងធ្វើមកយើងតោះឥឡូវយើងមកសរសេរ comment មួយទៀតដើម្បីទៅ delete លើ directory វិញយើងប្រើប្រាស់ rm dir remove directory so យើងគ្រាន់តែដាក់ឈ្មោះ directory ដែលយើងចង់លុបអញ្ចឹងខ្ញុំបង្កើត folder 3ខ្ញុំលុប folder 3វិញហើយយើង ls ឥឡូវបាត់ folder 3ចេញពី folder 1ហ្នឹងហើយថាចេះ folder 3ហើយវាអត់មាន content នៅក្នុងហ្នឹងទេអញ្ចឹងយើងអាចប្រើប្រាស់ rm dir ដើម្បីទៅ delete វាបានតែឥឡូវខ្ញុំចង់ delete folder 1វិញអញ្ចឹងឥឡូវខ្ញុំចេញពី folder 1ហ្នឹងសិនហើយខ្ញុំមក delete វាវិញដល់យើងប្រើប្រាស់នៅ comment ស្តៀងគ្នាជាមួយនឹង comment remove ខាងលើដែរគ្រាន់តែយើងដូរដាក់ rm.clear
សញ្ញាត្រេមួយមកអហើយយើងដាក់នៅឈ្មោះ folder ឬក៏ directory យើងចង់ delete ឥឡូវខ្ញុំផើអាហ្នឹងខ្ញុំឆែក ls មើលយ៉ាឥឡូវខ្ញុំជោគជ័យហើយខ្ញុំបាន remove folder 1ចេញហើយដែល folder 1ហ្នឹងមាន content នៅក្នុងហ្នឹងអញ្ចឹងបន្ទាប់មកទៀតដែលខ្ញុំនៅសល់ហ្នឹងខ្ញុំនៅសល់តែ folder 2ឯងចូល slide ថ្មីមួយទៀតពាក់ព័ន្ធមួយហ្នឹងការប្រើប្រាស់ sudo អូខេ so យើង start ដំបូងជាមួយនឹង sudo apt update អញ្ចឹងសម្រាប់ comment ហ្នឹងគឺជា comment ដែលយើងគួរតែប្រើប្រាស់នៅពេលដែលយើង open លើ Linux មកអញ្ចឹងយើង update វាទៅ sudo apt update មកវា require password របស់យើងខុសអ្វី password ទៅយើងនឹង update ទៅលើ Ubuntu server របស់យើងហ្នឹងទី2នេះគឺ sudo apt install pkg មានន័យថា install package អញ្ចឹងយើងគ្រាន់តែទៅសេ comment ហ្នឹងហើយ enter វានឹងទៅ install package ឲ្យយើងដែលយើងមាន package ហ្នឹងមែនវា install យើងហ្មងហើយ comment ចុងក្រោយគឺយើងទៅ remove package ដែលយើងចង់ remove វិញអញ្ចឹងយើងគ្រាន់តែ save ប៉ុណ្ណឹងចប់ដូចគ្នាអញ្ចឹងសម្រាប់ចុងក្រោយខ្ញុំបានសូអីយើងឆ្លងមក slide បន្ទាប់ពាក់ព័ន្ធមួយនឹង search and filter នៅក្នុងហ្នឹងខ្ញុំនៅសល់ directory មួយគឺ folder 2ហើយនៅក្នុង folder 2ហ្នឹងខ្ញុំបានបង្កើត linux.gt មួយហើយក្នុង linux ហ្នឹងខ្ញុំបាន echo ដាក់ line មួយថា hello how are you so ឥឡូវខ្ញុំមក start នៅ comment ថ្មីដែល comment ដំបូងហ្នឹងគឺ grab pattern ហើយយើងដាក់ file name ហ្មងអញ្ចឹង grab pattern ហ្នឹងគឺដើម្បីទៅ search មើលពាក្យដែលយើងចង់បានឥឡូវខ្ញុំសរសេរដាក់ grab u linux.gt បានន័យថាខ្ញុំចង់ទៅរកមើលតើមានពាក្យ u អត់នៅក្នុង file linux ហ្នឹងអញ្ចឹងអាកន្លែងពណ៌ក្រហមហ្នឹងมันថា yes មាន u ទៀតគឺយើងប្រើ command wc so wc វាជា command មួយដែលទៅ count នៅចំនួន line ចំនួន word ហើយនិងចំនួនព្យាង្គ so យើងគាត់ប្រើ wc ហើយដាក់ឈ្មោះ file របស់យើងមក linux.gt អញ្ចឹងនៅក្នុងហ្នឹងខ្ញុំមាន1 line មាន4ពាក្យហើយនិង19ព្យាង្គអក្សរនៅក្នុងហ្នឹងអូខេ so ឥឡូវយើងតទៅមួយទៀតគឺ sort ការប្រើប្រាស់ sort command ហ្នឹងគឺដើម្បីទៅ sort លើពាក្យពេចន៍ទៅលើលេខរៀងនៅក្នុង file របស់យើងមិនតែសារ linux.gt របស់យើងវាមានតែ hello how are you អញ្ចឹងអត់មានអី sort ទេនៅក្នុងហ្នឹងអញ្ចឹងមានតែប៉ុណ្្នឹងឯងសម្រាប់ slide មួយនេះឥឡូវយើងតទៅ slide បន្ទាប់ទាំងអស់គ្នាក្រោយហ្នឹងគឺខ្ញុំមាន2 comment ដែល comment ទី1ហ្នឹងគឺយើងរៀន ping ទៅកាន់ google.com អញ្ចឹងយើង ping IP address របស់យើងទៅ google.com ដើម្បីដឹងថាតើយើង ping ហ្នឹងសាច់សេះអត់ឥឡូវខ្ញុំ ping ទៅ yes ឃើញថាវាសាច់សេះហើយយើងបាន receive នៅព័ត៌មានចេញពី Google មកហើយចុងក្រោយនៅក្នុងវីដេអូហ្នឹងគឺ comment IP ADDR ឬក៏មកពីពាក្យថា IP address ដើម្បីសូនៅ IP address របស់យើងអូខេយើងគ្រាន់តែវាយឲ្យ enter មកវានឹងសូនៅ IP address របស់យើងតែហ្មងអញ្ចឹងសម្រាប់ហ្នឹងវីដេអូរបស់ខ្ញុំទៅលើការ share basic comment របស់ Linux មានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នាសម្រាប់ការទស្សនាអរគុណ